ស្ដីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ពូដុំហ្វីលអត់អីទេអ្នកទាំងអស់គ្នាមិញនឹងមានបញ្ហាបច្ចេកទេសតិចតួចអ្នកទាំងអស់គ្នាមិនអាចឆ្ងល់ទេថាហេតុអីបានជានៅតាមឆាក concert យើងតែងតែឃើញគេបាញ់ផ្សែងតាមពិតសូម្បីតែនៅក្នុងការថតវីដេអូថតកុនថត MV ឬក៏ថតវីដេអូពាណិជ្ជកម្មអីផ្សេងក៏គេបាញ់ផ្សែងដែរគ្រាន់ថាពេលខ្លះយើងមើលអត់ដឹងតែប៉ុណ្ណឹងបើនិយាយមែនទៅសម្រាប់ឧបករណ៍នៃការថតវីដេអូធំខ្នាតកុនខ្នាត MV ខ្នាតវីដេអូពាណិជ្ជកម្មភាគច្រើនគឺយើងបានស្គាល់ហើយកន្លងមកគឺយើងស្គាល់ពីកាមេរ៉ាស្គាល់ពី lens ស្គាល់ពីភ្លើងស្គាល់ពី microphone ប៉ុន្តែនៅមានឧបករណ៍មួយទៀតដែលគេកម្រឲ្យយើងដឹងហើយរបស់មួយហ្នឹងគឺ app ឬក៏ផ្សែងហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទាក់ទងទៅនឹងការប្រើប្រាស់ app ឬក៏ផ្សែងនៅក្នុងការផលិតវីដេអូដើម្បីជួយឲ្យអនាគតស្នាដៃរបស់យើងហ្នឹងគឺកាន់តែមានគុណភាពឡើងមកកម្រិតទៀតដោយសារតែខ្ញុំមើលឃើញថាឧបករណ៍ក្នុងការផលិត app ឬក៏ផ្សែងហ្នឹងឥឡូវនេះគេបានធ្វើវាឲ្យកាន់តែមានភាពងាយស្រួលជាងមុនទូចងាយស្រួលយកតាមខ្លួនតម្លៃក៏រៀងសមរម្យអ្វីដែលសំខាន់គឺផ្សែងហ្នឹងវាអត់ប៉ះពាល់ដល់សុខភាពយើងទៀតឥឡូវ app ដូចរៀងខ្សោយឯងបន្ថែម app តិចយើងអាចបញ្ជាពីចម្ងាយបានអ្នកនរគ្នាចំពោះឧបករណ៍បង្កើតផ្សែងឬក៏ app ដែលខ្ញុំប្រើនៅក្នុងវីដេអូនេះគឺជាផលិតផលរបស់ក្រុមហ៊ុន PMI Gear ដែលខ្ញុំទទួលបានកាលពីខ្ញុំទៅចូលរួមកម្មវិធី IMI Show នៅឯប្រទេសថៃមួយបងរៀនថតថ្ងៃមុនហ្នឹងហើយ model ដែលខ្ញុំកំពុងប្រើនេះមានឈ្មោះថា Smoke Ninja Pro Hazer Kit តិចទៀតខ្ញុំនឹងនិយាយលម្អិតពីឧបករណ៍មួយនេះដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើហើយវាអាចផលិតផ្សែងបានច្រើនសន្តានទៀតប៉ុន្តែមុនដំបូងខ្ញុំចង់ឲ្យអ្នកនរគ្នាបានដឹងតិចសិនថាតើការប្រើប្រាស់ផ្សែងឬក៏ app នៅក្នុងវីដេអូនេះវាជួយលើកកម្ពស់គុណភាពវីដេអូរបស់យើងនឹងបានដូចម្តេចខ្លះអញ្ចឹងយោងតាមបទពិសោធន៍នៃការប្រើរបស់ខ្ញុំករណីប្រើប្រាស់ទី1គឺវាជួយបង្កើតខ្សែពន្លឺឬក៏យើងហៅថា light ray ហ្នឹងអញ្ចឹងអ្នកនរគ្នាអាចមើលពីភាពខុសគ្នាបានរវាងមុនពេលដែលយើងដាក់ផ្សែងហើយនិងក្រោយពេលដែលយើងដាក់ផ្សែងឬក៏ app នឹងចូលតើវាខុសគ្នាមិនករណីទី2គឺវាជួយឲ្យពន្លឺនៅក្នុងការរៀបចំប្លង់ថតរបស់យើងនឹងមើលទៅគឺវារៀងមានភាពសទន់ហើយវាលាយចូលគ្នាបានល្អដោយសារតែឧទាហរណ៍ដូចប្លង់ដែលខ្ញុំកំពុងអង្គុយនិយាយថតនេះគឺមានពន្លឺច្រើនពីគ្រប់ទិសអញ្ចឹងនៅពេលដែលយើងប្រើផ្សែងឬក៏ app ទៅពន្លឺទាំងអស់ហ្នឹងគឺវា smooth ចូលគ្នាបានល្អហ្មងមួយទៀតគឺវាជួយឲ្យសាច់វីដេអូហ្នឹងចេញមកវាលក្ខណៈសទន់វាអត់សូវមាន digital sharpness ខ្លាំងទេព្រោះថានៅក្នុងការផលិត film ឬក៏ផលិតវីដេអូខ្នាតធំភាគច្រើនគឺគេចូលចិត្តរសជាតិបែប film បែបរៀងសទន់គេអត់សូវចង់បានបែប digital sharpness ខ្លាំងទេករណីទី3គឺយើងយកវាមកប្រើជា practical effect ហ្មងដូចខ្ញុំបើកក្បាល intro មុនដំបូងហ្នឹងធ្វើផ្សែងហុយពីក្រោយខ្នងអីហ្នឹងដែលយើងឃើញច្បាស់ហ្មងអាហ្នឹងគឺគេហៅថា practical effect យើងអាចប្រើវាបានក្នុងការថត B-roll ឬក៏ថតជាលក្ខណៈ creative អីផ្សេងផងដែរហើយខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថាយើងមិនមែនប្រើបានសម្រាប់តែថតវីដេអូទេថតរូបស្លឹកក៏យើងអាចប្រើវាបានដែរតាមពិតទៅការប្រើប្រាស់ app ឬក៏ផ្សែងនេះវាមិនមែនជារឿងអ្វីថ្មីប្រហែលទេសម្រាប់ខ្ញុំធ្លាប់សាកល្បងប្រើពីមុនមកដែរគឺខ្ញុំប្រើនេះអាម៉ាស៊ីនបាញ់ផ្សែងការជំនាន់សម័យយើងបាញ់សម្រាប់មេរោគកាល COVID ហ្នឹងណាប៉ុន្តែអ្នកនរគ្នាដឹងស្រាប់ហើយគឺវាធំហើយពិបាកប្រើមែនទែនចុះបើនិយាយពីឧបករណ៍ដែលខ្ញុំប្រើកាលមុនហ្នឹងគឺអាចទទួលយកបានយើងអាចផលិតផ្សែងសម្រាប់ថតវីដេអូឲ្យបានប៉ុន្តែវាមានកត្តាអវិជ្ជមានមួយចំនួនដែរទី1គឺវាប្រើភ្លើងអញ្ចឹងយើងអាចយកទៅណាឆ្ងាយបានទេលុះថាតែមានភ្លើងទើបយើងអាចថតកើតទី2ផ្សែងរបស់វានឹងវារៀងមានក្លិនអញ្ចឹងពេលខ្លះខ្ញុំបារម្ភខ្លាចប៉ះពាល់ដល់សុខភាពរបស់ខ្ញុំដែរដោយឡែកចំពោះ Smoke Ninja Pro នេះវិញវាមានទំហំតូចងាយស្រួលយកតាមខ្លួនហើយវាប្រើថ្មទេម្យ៉ាងវិញទៀតវាមាន tele អាចបញ្ជាពីចម្ងាយបានទៀតហើយអ្វីដែលសំខាន់គឺផ្សែងរបស់វានឹងចម្រាញ់ចេញពីធម្មជាតិអត់ប៉ះពាល់ដល់សុខភាពទេហើយនៅពេលដែលយើងប្រើហើយក៏អត់មានបន្សល់នៅជាតិស្អិតនៅលើតុឬក៏នៅក្នុងបន្ទប់របស់យើងដែរចំពោះចំណុចមួយទៀតដែលធ្វើឲ្យខ្ញុំគិតថារបស់មួយនេះគឺអាចជួយការងារយើងបានច្រើនហើយយើងយកទៅប្រើបានច្រើនកលៈទេសៈមែនទែនគឺដោយសារតែប្រភេទផ្សែងរបស់វាយើងអាចជ្រើសរើសជា effect ផ្សេងបាន3ប្រភេទទី1គឺប្រភេទលក្ខណៈ fog ទី2គឺ dry ice ទី3គឺ steam ចំពោះ effect ទាំង3ហ្នឹងករណីប្រើប្រាស់របស់វាគឺមានខុសៗគ្នាឧទាហរណ៍ថាបើសិនជាខ្ញុំចង់ឲ្យបន្ទប់របស់ខ្ញុំហ្នឹងលក្ខណៈដូចជាចុះ app ដូចខ្ញុំបាញ់ឲ្យអ្នកនរគ្នាឃើញពី light ray ចេញពីអំពូលមកច្បាស់ហ្នឹងគឺយើងប្រើជាលក្ខណៈ fog ទៅអញ្ចឹងគឺអត់ប៉ះពាល់សុខភាពទេទោះបីជាខ្ញុំបាញ់ដាក់មុខខ្លួនឯងក៏ដីដែរករណីមួយទៀតបើសិនជាយើងចង់ឲ្យផ្សែងហ្នឹងវាមានទម្ងន់ធ្ងន់ហើយវាអត់អណ្ដែតឡើងលើគឺយើងជឿទៅយក dry ice មកបន្ទាប់មកគេមានជាឧបករណ៍នេះមួយដែលយើងអាចញាត់ខាងចុងទយោបែបនេះអញ្ចឹងយើងចុចមកផ្សែងហ្នឹងវានឹងអត់អណ្ដែតទៅលើវាធ្លាក់ចុះក្រោមខ្ញុំសរសើររបស់នេះមួយអ្នកនរគ្នាត្រង់ថាទឹកផ្
ផ្សែងដែលយើងប្រើហ្នឹងគឺតិចមែនទែនប៉ុន្តែបាញ់ផ្សែងបានច្រើនអញ្ចឹងឥឡូវខ្ញុំសាកដាក់វាចូលក្នុងកែវចឹងផ្សែងហ្នឹងគឺអត់ទៅណាទេវានៅក្នុងកែវហ្នឹងហ្មងហើយជាមួយយើងសាកចាក់វាចេញចំពោះ effect steam គឺយើងប្រើនៅពេលដែលយើងចង់ឲ្យផ្សែងហ្នឹងវាហុយឡើងទៅលើដូចជាចំហាយទឹកចឹងអញ្ចឹងយើងសាកចុចមកនេះវាចេញជាដូចចំហាយទឹកយើងដាំទឹកចឹងណាវាហុយទៅលើបើយើងនិយាយអំពីរបស់ដែលគេដាក់មកក្នុងប្រអប់វិញមានច្រើនដែរអ្នកនរគ្នាមានតយោសម្រាប់តមានយើងតហើយយើងចង់កាច់តម្លាក់វាក៏បានដែរបែបនេះកាច់វាចុះក្រោមចេះក៏បានហើយអ្វីដែលពិសេសមួយទៀតគឺកង្ហារមួយនេះកង្ហារនេះយើងអត់មានចាំបាច់ត្រូវដោតខ្សែតគ្នាជាមួយនឹងតួម៉ាស៊ីនទេប៉ុន្តែគឺវា connect គ្នាអូតូហ្មងគ្រាន់តែយើងដោតចឹងមកហើយយើងចុចបញ្ជាពី tele ក៏បានដែរអញ្ចឹងនៅពេលដែលយើងចុចបញ្ជាម៉ាស៊ីនបញ្ចេញផ្សែងមកកង្ហារនេះគឺវាអូតូបាញ់ផ្សែងនឹងឲ្យវាសាច់ពេញបន្ទប់បានលឿនហ្មងហើយយើងអត់ឃើញមានកង្ហារហ្នឹងហើយនឹងម៉ាស៊ីនអត់មាន connect ខ្សែអត់មាន connect អីណាចូលគ្នាទេគឺវាស្គាល់គ្នាហ្មងសូម្បីតែយើងចុចបញ្ជាពីនេះក៏វាទៅមិនមែនមកពី tele ទេសម្រាប់មតិយោបល់របស់ខ្ញុំគិតថាការផលិតមាតិកាទូទៅដាក់នៅលើបណ្ដាញសង្គមវាអត់ទាន់ជាចាំបាច់ក្នុងការប្រើឧបករណ៍បែបនេះទេប៉ុន្តែបើសិនជានិយាយអំពីបងប្អូនថត pre wedding ថត feature film ថត MV ថត TVC ថត documentary ឬក៏វីដេអូធំលក្ខណៈផ្លូវការខ្ញុំគិតថាឧបករណ៍មួយនេះវានឹងជួយលើកកម្ពស់គុណភាពវីដេអូរបស់យើងច្រើនមែនទែនដែលវាធ្វើការទន្ទឹមគ្នាជាមួយនឹងការរៀបចំ lighting បានល្អចាប់ប្លង់បានល្អការរៀបចំកាមេរ៉ាបានត្រឹមត្រូវកម្រិតគុណភាពវីដេអូគឺវាកើនឡើងច្រើនអាចថាគុណនឹង2គុណនឹង3ដងបើធៀបជាមួយនឹង setup ដំបូងដែលយើងអត់ទាន់ដាក់វាអូខេចឹងបើសិនជាបងប្អូនមានចំណារអារម្មណ៍ទៅលើផលិតផលមួយនេះខ្ញុំគិតថាបច្ចុប្បន្នខ្ញុំក៏អត់ច្បាស់ថានៅស្រុកខ្មែរយើងមានលក់នៅហាងណានៅឡើយដែរដោយសារតែខ្ញុំទទួលបានពីក្រុមហ៊ុនផ្ទាល់អញ្ចឹងបងប្អូនអាចចូលទៅកាន់ website pmigear.com ចូលទៅកាន់ website ហើយចុចកន្លែងវាអធិប្បាយហ្នឹងទៅឃើញថានៅកន្លែងណាដែលយើងអាចទិញបានហើយចំពោះវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាវីដេអូក្រោយបាយបាយ